ចងចាំចំណុចទាំង5នេះជីវិតអ្នកនឹងកាន់តែប្រសើរឡើងទី1ខ្លាកាចសាហាវយ៉ាងណាក៏មិនអាចយកឈ្នះវងចចកដែរនេះបង្ហាញថាក្រុមការងារគឺសំខាន់ណាស់ទី2រថយន្ត Lamborghini ថ្លៃប៉ុណ្ណាក៏មិនអាចបើកលើផ្លូវភក់ដោយល្បឿនលឿនដូចនៅលើផ្លូវល្បឿនលឿនដែរនេះបង្ហាញថាវេទិកាគឺសំខាន់ណាស់ទី3បរិះពូកែយ៉ាងណាប្រសិនបើគ្មានស្ត្រីនៅតែមិនអាចបង្កើតកូនបានដែរនេះបង្ហាញថាកិច្ចសហប្រតិបត្តិការគឺសំខាន់ណាស់ទី4ពាងទឹកធំប៉ុណ្ណាក៏មិនអាចប្រៀបបានជាមួយនឹងរ៉ូបដេទឹកមួយដែរនេះបង្ហាញថាប្រភពផ្គត់ផ្គង់គឺសំខាន់ណាស់ដូច្នេះហើយប្រសិនបើអ្នកចង់ទៅកន្លែងណាមួយការធ្វើដំណើរដោយរថយន្តរឹតតែលឿនជាងដើរការធ្វើដំណើរដោយយន្តហោះរឹតតែលឿនជាងរថភ្លើងនេះបង្ហាញថាគំរូអាជីវកម្មគឺកាន់តែសំខាន់ចងចាំចំណុចទាំង5នេះហើយអ្នកនឹងក្លាយជាមនុស្សពិសេសធ្វើជាមនុស្សត្រូវស្មោះត្រង់មនុស្សដែលជឿអ្នកមិនត្រូវបោកមនុស្សដែលជួយអ្នកមិនត្រូវភ្លេចមនុស្សដែលយល់ចិត្តអ្នកមិនត្រូវចោលមនុស្សដែលស្រឡាញ់អ្នកមិនត្រូវធ្វើបាបក្នុងជីវិតមនុស្សនៅពេលដែលអ្នកតោកចាកបំផុតនោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមកជួយអ្នកនោះទេប៉ុន្តែមនុស្សដែលបានជួយអ្នកពិតជាចង់ឲ្យអ្នកមានជីវិតល្អដូច្នេះសូមកុំភ្លេចគុណដល់អ្នកដែលបានជួយនៅពេលដែលអ្នកកំពុងជួបការលំបាកទោះបីថ្ងៃក្រោយគេមិនបានជួយអ្នកទៀតក៏ដោយគួរតែចងចាំនៅអំពើល្អរបស់គេព្រោះនៅពេលដែលអ្នកគ្មានសង្ឃឹមនោះគេបានមកជួយសង្គ្រោះអ្នកធ្វើជាមនុស្សមិនអាចខ្វះនៅការដឹងគុណនេះជាក្រមសីលធម៌ហើយក៏ជាដែនកំណត់នៃការធ្វើជាមនុស្សផងដែរមនុស្សដែលមានគុណធម៌គឺនិយាយស្ដីដោយភាពស្មោះត្រង់រាប់អានដោយភាពទៀងត្រង់ធ្វើការងារដោយភាពផ្ចិតផ្ចង់មនុស្សម្នាក់មិនឆ្លើយតបសារមិនមែនគេមិនមើលសារនោះទេហើយក៏មិនមែនគ្មានពេលមើលនោះដែរប៉ុន្តែគេដឹងថាបើសិនជាឆ្លើយតបសារអ្នកមួយគឺត្រូវជជែកបន្តទៅទៀតមិនឈប់ដូច្នេះក៏សម្រេចចិត្តមិនឆ្លើយតបទៅតើអ្នកគួរតែបន្តផ្ញើសារទៀតទេអ្នកគួរដឹងថាទោះបីជាអ្នកល្អចំពោះគេយ៉ាងណាក៏ដោយនៅក្នុងភ្នែកគេគឺជាការរំខានមនុស្សដែលគ្មានអ្នកនៅក្នុងចិត្តតែងតែមិនអើពើនឹងអ្នកដោយស្វ័យប្រវត្តិភាពស្ងៀមស្ងាត់គឺជាចម្លើយមិនផ្ដួចផ្ដើមមុនគឺជាការបដិសេធមិនឆ្លើយតបតាមពិតគឺជាចម្លើយមួយហើយអ្វីដែលត្រូវបានគេបង្ខំតែងតែលេចឡើងនូវភាពគ្មានន័យខ្លាំងមនុស្សសញ្ចេតនាប្រសិនបើមិនចូលចិត្តគ្នាទៅវិញទៅមកទេនោះចំណងចំណូលចិត្តរបស់អ្នកគឺជាបន្ទុករបស់គេខ្ញុំសុខចិត្តធ្វើជាមនុស្សដែលមិនចុះសម្រុងនឹងគេហើយក៏លែងចង់ទៅផ្គប់ចិត្តអ្នកណាទៀតដែរមិនថាជាទំនាក់ទំនងបែបណាឡើយឲ្យតែអ្នកចង់ឃ្លាតឆ្ងាយខ្ញុំដាច់ខាតនឹងមិនខាត់អ្នកឡើយខ្ញុំមិនមានគំនិតវៃឆ្លាតច្រើនទេវិធីតែមួយគត់ក្នុងការរស់នៅរបស់ខ្ញុំគឺអ្នកណាប្រព្រឹត្តមកលើខ្ញុំបែបណាខ្ញុំនឹងប្រព្រឹត្តទៅលើពួកគេបែបនោះដែរក្នុងឆាកជីវិតដែលនៅសល់ខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សម្នាក់ដែលមិនប្រជែងមិនដណ្ដើមមិនស្រឡាញ់មិនស្អប់ហើយរស់នៅយ៉ាងសាមញ្ញមិនមែនមកពីខ្ញុំប្រែប្រួលនោះទេប៉ុន្តែមកពីគេធ្វើឲ្យខ្ញុំប្រែប្រួលចិត្តមនុស្សបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរទីបំផុតខ្ញុំបានយល់ហើយថានៅក្នុងជីវិតយើងត្រូវចេះធ្វើកោធ្វើថ្លុងធ្វើឆោតធ្វើល្ងងខ្លះមានរឿងខ្លះក្នុងចិត្តដឹងទៅបានហើយមិនចាំបាច់និយាយចេញមកទេមានមនុស្សខ្លះទុកឲ្យគេសម្ដែងទៅមិនចាំបាច់បង្ហាញការពិតទេការមិនច្បាស់លាស់ពេកប្រហែលជាអាចកាត់បន្ថយចំនួននិងបន្ថយការព្រួយបារម្ភបានជីវិតមនុស្សពិតជានឿយហត់ណាស់ទោះបីជាអ្នកខំអត់ធ្មត់ច្រើនយ៉ាងណាក៏ដោយតើអ្នកទទួលបានការយល់ចិត្តពីនរណាទៅអ្នកយល់នៅការលំបាករបស់អ្នកដទៃតែតើមាននរណាដែលធ្លាប់ដឹងពីការលំបាករបស់អ្នកទៅអ្នកទទួលអ្នកដទៃប៉ុន្តែតើអ្នកណាខ្វល់ពីកន្លែងស្នាក់នៅរបស់អ្នកកុំដាក់ក្តីសង្ឃឹមលើអ្នកដទៃមិនថាពេលណាក៏ដោយត្រូវរៀនពឹងលើខ្លួនឯងកុំសង្ឃឹមថានឹងមាននរណាម្នាក់លួងលោមពេលអ្នកឈឺចាប់កុំសង្ឃឹមថាពេលអ្នកជួបគ្រោះថ្នាក់នឹងមាននរណាម្នាក់មកជួយអ្នកកុំសង្ឃឹមថាពេលអ្នកអស់សង្ឃឹម
នឹងមាននរណាម្នាក់សង្គ្រោះអ្នកពីទុក្ខលំបាកនៅក្នុងលោកនេះគ្មាននរណាម្នាក់មានកាតព្វកិច្ចត្រូវល្អជាមួយអ្នកទេការជួយរបស់អ្នកដទៃគឺជាទឹកចិត្តការមិនជួយគឺជារឿងធម្មតាមានតែពេលដែលអ្នកប្រកាន់ភាពពឹងផ្អែកលើខ្លួនឯងធ្វើរឿងគ្រប់យ៉ាងដោយសុំជំនួយពីខ្លួនឯងជាជាងដាក់ក្តីសង្ឃឹមលើអ្នកដទៃទើបអ្នកមានភាពក្លាហាននិងសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួនអ្នកត្រូវរៀនក្លាយជាភ្នំរបស់ខ្លួនឯងទើបអ្នកមានទីពឹងដ៏រឹងមាំបំផុតពេលយើងរៀនក្លាយជាឆ័ត្ររបស់ខ្លួនឯងយើងក៏លែងខ្លាចខ្យល់និងភ្លៀងក្នុងជីវិត